បានកំពុងតែធ្វើដំណើរទៅរកចក្ខុវិស័យនៃការរីកចម្រើននិងកំណែទម្រង់ស្ទើរគ្រប់វិស័យនៃរាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរមណីយដ្ឋានសំណង់គេហដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាបានត្រូវកសាងឡើងជាច្រើនដែលធ្វើឲ្យមុខមាត់នៃរាជធានីបេះដូងនៃព្រះរាជាណាចក្រកម្ពុជាកាន់តែមានសម្ព័ន្ធភាពនិងមានការអភិវឌ្ឍនេះគឺតាមរយៈការវិនិយោគនៃសហគ្រិនទាំងឡាយនិងក៏ដោយសារតែកម្ពុជាមានសុខសន្តិភាពនិងសុវត្ថិភាពពិតប្រាកដយោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថាគ្មានអ្វីល្អជាងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនោះទេការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌គឺជាជម្រើសដែលល្អជាងគេគឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឲ្យប្រជាជនដូចជាការកសាងផ្លូវសាលារៀនប្រព័ន្ធធារាសាស្ត្រមន្ទីរពេទ្យនេះគឺជាសមធម៌ដែលត្រូវរុញកំណើនសេដ្ឋកិច្ចបម្រើឲ្យប្រជាជនហើយក៏ជាការកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទផងដែរពេលបច្ចុប្បន្នរាជធានីភ្នំពេញដែលពីមុនបានប្រែក្លាយពីទីក្រុងខ្មោចដែលគ្មានមនុស្សរស់នៅមកជាទីក្រុងដ៏ស្រស់ល្អផូរផង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មវប្បធម៌ឧស្សាហកម្មទេសចរណ៍និងគឺជាកន្លែងរស់នៅប្រកបដោយភាពសម្បូរបែបដែលមានប្រជាជនប្រមាណជាង2លាននាក់ក្រោយ79យើងមានមនុស្សដល់70នាក់ជាប្រជាជនសុទ្ធសាធឥឡូវប្រជាជននៅរាជធានីភ្នំពេញយើងមានជាង2លានយើងមានឡានប្រមាណម៉ូតូប្រមាណមុននេះ10ឆ្នាំឥឡូវនេះឡាននៅភ្នំពេញយើងមាន180000ឡានយើងមានម៉ូតូជាង800000បាទប្រជាជននៅរាជធានីភ្នំពេញសប្តាហ៍ថ្ងៃនេះមានជីវភាពធូរធារខ្លាំងណាស់បាទគ្រប់ឱកាសបុណ្យទាំងអស់យើងតែងឃើញមនុស្សកុសកយើងមិននឹកស្មាននៅទីក្រុងភ្នំពេញមានការកកស្ទះបែបនេះទេបាទឥឡូវនេះយើងគិតថាការរីកចម្រើនរបស់យើងក៏មួយយ៉ាងយើងរីករាយប៉ុន្តែមួយយ៉ាងគឺជាចំណោទដែលយើងត្រូវដោះស្រាយដូច្នេះប្រៀបធៀបមិនបាច់ថា20ឬក្រោយ79តែប្រៀបធៀបភ្នំពេញ10ឆ្នាំមុននេះក៏ខុសស្ទើរតែយើងមិននឹកស្មានថាភ្នំពេញមានស្ថានភាពដូចចុងថ្ងៃទីក្រុងរណបបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបំពេញនូវតម្រូវការទាំងនេះទីក្រុងរណបកោះពេជ្រគឺជាទីក្រុងរណបដំបូងគេនៅប្រទេសកម្ពុជាដែលបានកសាងឡើងនៅលើទឹកដីកោះដែលជាកន្លែងប្រសព្វនៃទន្លេទាំង4តាក់ទងទៅនឹងគម្រោងវិនិយោគកោះពេជ្រនេះលោកទូចសំណាងប្រធានគម្រោងវិនិយោគកោះពេជ្របានមានប្រសាសន៍ឲ្យដឹងថាខ្ញុំបានសម្រាប់ចូលឈ្មោះគម្រោងទីក្រុងកោះពេជ្រទី1យើងតាក់ទងដាក់ឈ្មោះដើម្បីឲ្យសមស្របទៅនឹងវត្តសាស្ត្រពីព្រោះថាកោះពេជ្រយើងអតីតមិនយើងមានការវត្តយើងមានឈ្មោះដល់12ប្រជាជនហៅអ្នកខ្លះហៅកោះឃ្លុងអ្នកខ្លះគេហៅកោះពេជ្រហើយអានោះជាឲ្យសមស្របទៅនឹងលក្ខណៈវត្តសាស្ត្រមួយហើយទី2គឺឲ្យសមស្របទៅនឹងព្រោះយើងដើរដល់ឈ្មោះពេជ្រគឺល្អវត្ថុណាក៏ចង់បានដូច្នេះជាវត្ថុដែលមានតម្លៃដូច្នេះយើងគិតថាទីក្រុងពេជ្រនេះគឺនឹងអាចនឹងជាពេជ្រប្រកបនៅថ្ងៃអនាគតបាទហើយនឹងខ្ញុំធ្លាប់មានលើពាក្យមួយដែលថាជាពាក្យទំនាបពុទ្ធដែលខ្ញុំចេះតែលើកតាមឪពុករបស់ខ្ញុំប្រវត្តិអ្នកកម្មពុទ្ធសាសនាក៏ថានឹងពាក្យមានពាក្យទំនាបពុទ្ធមួយថានឹងមានភាសាបៈនឹងខុសឡើងចំទៅលើដាក់ចាប់ទៅមុខហើយខ្ញុំគិតថាកោះពេជ្រនេះក៏ពិតជាភាសាបៈគឺជាភាសាពេជ្រហ្នឹងមែនបាទវិនិយោគកោះពេជ្រនេះព្រោះមុននឹងធ្វើការវិវត្តកោះពេជ្រយើងបានសម្លឹងមើលគម្រោងជាច្រើនតើគម្រោងណាដែលមានសក្តានុពលដែលមានលក្ខណៈល្អប្រយោជន៍ថាទទួលបាននៅផលប្រយោជន៍យើងបានសិក្សាគម្រោង 3-4 ទីបំផុតយើងបានឃើញថាកោះពេជ្រគឺជាគម្រោងដ៏ល្អដែលយើងអាចមានលទ្ធភាពហើយជាគម្រោងធំផងហើយណាមួយទៀតគម្រោងនេះគឺយើងអំណោយផលមែនតើនិយាយតាមពីពេលដែលយើងចាប់ដាក់សិក្សានោះដូច្នេះហើយយ៉ាងជាយើងចាប់យកគម្រោងកោះពេជ្រដែលជាគម្រោងធំរបស់គម្រោងរបស់ក្រុមហ៊ុនយើងសប្តាហ៍នៅលើផ្ទៃដីប្រមាណ100ហិកតាទីក្រុងរណបកោះពេជ្របាននឹងកំពុងត្រៀមរៀបចំស្ថាបនានៃតំបន់ជាច្រើនទៅតាមគម្រោងប្លង់មេដែលមានដូចជាតំបន់វប្បធម៌មជ្ឈមណ្ឌលពាណិជ្ជកម្មសន្តាគារផ្កាយ5មជ្ឈមណ្ឌលគ្រឿងអេឡិចត្រូនិកផ្សារទំនើបមន្ទីរពេទ្យទីក្រុងវីរៈជនតំបន់ស្នាក់នៅមាត់ទន្លេផ្លូវថ្នល់ស្ពានសួនច្បារជាប់មាត់ទន្លេនិងទីធ្លាសួនសាធារណៈដែលមានទំហំធំជាងគេប្រកបដោយសោភ័ណភាពនិងជាទីចាប់ចិត្ត អ
គម្រោងទាំងមូលរបស់ទីក្រុងកោះពេញនេះយើងមានផែនការសាងសង់ពី10ទៅ12ឆ្នាំវាអាស្រ័យលើបញ្ហាតម្រូវការរបស់អតិថិជននិងបញ្ហាសេដ្ឋកិច្ចផងដែរហើយយើងគ្រោងថានឹងចប់ក្នុងរយៈពេលដល់ឆ្នាំ2018គ្រោងនឹងបញ្ចប់ហើយសប្តាហ៍នេះយើងបានសម្រេចផែនការបានប្រហែលជា 20% ហើយនៅលើផែនការសរុបហើយនៅក្នុងនោះយើងមានបានបញ្ហាស្ពានយើងបានសម្រេច2ហើយគឺស្ពានហងបាន 100% ហើយស្ពានថ្មើរជើងដែលភ្ជាប់ពីសួនសម្រាប់ហ៊ុនសែនទៅកោះពេជ្រយើងបាន 95% ដែរយើងគ្រោងបញ្ចប់ក្នុង 2-3 សប្តាហ៍ទៅមុខទៀតនេះហើយស្ពានចុងក្រោយគឺស្ពាននេះយើងកំពុងរៀបចំកំពុងសាងសង់ហើយយើងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះហើយតកតនឹងសមិទ្ធផលផ្សេងទៀតដូចជាច្រាំងទន្លេយើងបានសាងសង់ច្រាំងចាប់ពីសួនសម្រាប់ហ៊ុនសែនរហូតដល់ចុងកោះពេជ្រនេះយើងបានសម្រេចបានប្រហែលជា 100% ហើយយើងដូច្នេះបញ្ហាច្រាំងយើងបានប្រហែលជា 40% ជាសាក់ទូទៅហើយក្រៅពីនោះក៏យើងបានសាងសង់ជាហេដ្ឋារចនាសម្ព័ន្ធនៅលើកោះពេជ្រដូចជាប្រព័ន្ធលូប្រព័ន្ធផ្លូវថ្នល់ហើយក៏រួមចំណែកក្នុងគម្រោងកោះពេជ្រនេះក៏ក្រុមហ៊ុនបានស្ថាបនាជាសំណង់សម្រាប់សាធារណជនដូចជាយើងនឹងស្រាប់ហើយគឺស្ពាន5និវងថ្មីក៏ជាសមិទ្ធផលមួយដែលបានមកពីការអភិវឌ្ឍកោះពេជ្រហើយឥឡូវគម្រោងទី2គឺធ្វើស្ពានអាកាសដែលយើងគ្រោងបញ្ចប់ក្នុងខែឧសភាខាងមុខនេះបាទកោះពេជ្រយើងគិតថាជាគម្រោងដែលមានផ្ដល់សក្តានុពលល្អណាស់ចំពោះប្រជាពលរដ្ឋនោះទីមួយគឺថាទីក្រុងកោះពេជ្រនេះគឺយើងចំស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញតែម្ដងមានភាពលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរហើយជាពិសេសនេះគឺចំទន្លេចាត់មុខដែលទីតាំងនេះគឺខ្ញុំគិតថាគ្មាន2ទេនៅមួយស្រុកខ្មែរហើយក៏នៅលើលោកនេះក៏ប្រហែលមិនមាន2ដែរគឺមានតែមួយហ្នឹងដែលថាចំទន្លេដល់ទៅ4ប្រសពគ្នាហើយមួយទៀតទីតាំងកោះពេជ្រអំណោយផលរបស់យើងមើលប្រាសាទបុរាណខ្មែរភាគច្រើនគេតែងតែសាងសង់មានហូមព័ទ្ធទៅដោយស្រះអីហ្នឹងដូច្នេះកោះពេជ្រក៏ល្អដែរទៅតាមមានទឹកជុំវិញមានអីហ្នឹងបាទហើយបរិស្ថានដែលយើងក្នុងការសាងសង់នេះគឺយើងធ្វើឲ្យបរិស្ថានមានបរិស្ថានគ្រប់គ្រាន់មានសួនច្បារសម្រាប់ប្រជាជនស្នាក់នៅនេះបាទគិតមកដល់ពេលនេះគម្រោងវិនិយោគកោះពេជ្រសម្រេចបានប្រមាណជា 20% គឺជាជំហានដ៏ធំនៃការបណ្ដាក់ទុននៃក្រុមហ៊ុន Overseas Cambodia Investment Corporation បើគិតជាការចំណាយទឹកប្រាក់ប្រមាណជាង$100 លានអាមេរិកហើយជាមួយនឹងការវិនិយោគបច្ចុប្បន្នក្រុមហ៊ុន Overseas Cambodia Investment Corporation ដែលហៅកាត់ថា OCIC ឬគម្រោងវិនិយោគកោះពេជ្របានកំពុងសាងសង់លំនៅឋានជាប្រភេទភូមិគ្រឹះអគារស្នាក់នៅរួមខុនដូផ្សារទំនើបនិងសំណង់សេវាកម្មបណ្ដោះអាសន្នសម្រាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗពាក់ព័ន្ធនឹងការសាងសង់បុរីនៅក្នុងលើកោះពេជ្ររបស់យើងនេះយើងមានបុរី Elite Town ហើយបុរី Elite Town របស់យើងនេះយើងមានសាងសង់ជាផ្ទះចំនួន5ប្រភេទហើយប្រភេទទី1គឺប្រភេទ Villa King ទី2គឺ Villa Queen ទី3គឺ Villa Prince ទី4 Villa Twin និងទី5គឺ Ling House Villa Ling House គេចេញជា5ប្រភេទហើយឯ condo គឺ condo មានចាប់ពីជាង20ជាន់ឡើងទៅជាបុរីនោះគឺក្នុងដំណាក់កាលទី1នេះគឺយើងសាងសង់ផ្ទះប្រភេទ Villa ហ្នឹងចំនួន168 unit ប៉ុន្តែដល់ដំណាក់កាលនេះគឺយើងសង់បាន40% ហើយក្នុងការសាងសង់របស់យើងហើយនៅកន្លែងផ្សេងទៀតពាក់ព័ន្ធនឹង condo នោះគឺ condo របស់យើងនៅក្នុងការសាងសង់ពេញយើងត្រៀមធ្វើនៅពាក់កណ្ដាលខែ10នេះទេប៉ុន្តែដោយឡែកនៅបាសាក់គឺមានធ្វើ condo បានចំនួន4ហើយចំនួន4ហើយអនាគតគេនឹងធ្វើ8នៅបាសាក់បើតាមការប្រមាណទុកទីក្រុងដ៏ទំនើបនេះនឹងផ្ដល់ជាតំបន់លំនៅឋានដល់ប្រជាពលរដ្ឋប្រមាណជាង 15,000 គ្រួសារនាពេលអនាគតនៅក្នុងនោះក្រុមហ៊ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាកាកសំណល់ផ្សេងៗដែលបានរៀបចំឡើងជាប្រព័ន្ធបញ្ចេញចោល